កម្មករសំណងជីវិនថាវាមិនសុងស្រួលរុនឌូដូចជាធ្លាក់អន់លងដៃជើងរាងកាយមិនសំណំប្រឹងឡើងមានតែបាយច្រតងបើកភ្នែកពេលដែលចេញពីមុខស្លឹងជុំវិញខ្លួនឃើញតែបាវស៊ីម៉ងគឺដូចសម័យខ្ញុំចង់ខ្លាចជាតារាប្រើជុំទៀលនៅកន្លែងធ្វើការយកស្រោតតដៃខ្ញុំនៅដៃឆោបពេលដែលវាលោតហោះបោះទំនុកទាំងសិលាពេលក្មេងនេះចាប់ក្តីស្រមៃមួយជាមួយភ្លេងមួយជាមួយតន្ត្រីមានតែការគិនមានតែខោវិស័យតែបើសិនជាប្រៀបធៀបដូចជាមេឃនឹងដី2018ដៃកាន់មេក្រូគេបោកស៊ីសទៅមលីអូហាក់តែចង់ល្បីលើសលេងស្រែកហូរលាយដូចឡានកិនស្អុយដូចជាអាចគោអូហូរឿងដែលវាហួងជីដីកប់ចោលទៅចង់មកកម្មពីចាត់ទុកខ្ញុំរំដកគ្រុងមិនចង់ប្រៀបធៀបឡៃលើរបស់ជុំចាត់ទុកឲ្យហៅសកម្មទៅពួកលោកអត់ទាំងក្រែដែលមកជន់ដីក្រុងធ្វើខ្លួនកម្មករសំណងជីវិនថាវាមិនសុងស្រួលរុនឌូដូចជាធ្លាក់អន់លងដៃជើងរាងកាយមិនសំណំប្រឹងឡើងមានតែបាយច្រតងបើកភ្នែកពេលដែលចេញពីមុខស្លឹងជុំវិញខ្លួនឃើញតែបាវស៊ីម៉ងថ្ងៃសុំលើសុំត្រូវចែកដាច់ពីគ្នានេះដែលចង់ជន់មានវិយទៅដើរជន់មាននិយាយអាក្រក់ក្រោយក្នុងវិយទៅស៊ីមកទៅបងលឺអត់អាចមានពួកអាគ្មានតែប៉ុនបងអើយថាមិនចង់និយាយព្រោះនិយាយទីអត់និយាយចេញមកលខេលខាងដូចមកចេញពីព្រៃព្រោះប្រជារឹកញីស្លាប់គោដោយសារស្រីគុំធ្វើជារឹកលួយវិយឲ្យញិចដូចចៃពេលនេះថាមិនដូចពីមុនព្រោះចង់ជន់ខ្ញុំមិនលើវាសោចលែងសម